ទាំងអស់គ្នានៅភ្នំពេញដើរមិនស្រួលអ្នកទាំងអស់គ្នាអាចបុកអាគារកាណាឌីយ៉ាផ្សារទំនើបសូរិយារតនាផ្លាសាសវណ្ណាទីក្រុងកោះពេជ្រទីក្រុងរណបជ្រោយចង្វានភូមិវប្បធម៌សន្តាគារឯករាជ្យនៅកំពង់សោមនិងមហាគម្រោងយក្សធំជាច្រើនទៀតរបស់ OCIC ហើយខាងក្រោមនេះគឺជាប្រវត្តិតស៊ូបំផុតរបស់លោកក្រោយពីជំលះខ្លួនពីជំរំជនភៀសខ្លួននៅប្រទេសថៃមិនខុសពីអុកញ៉ាដតីនិងបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនទៀតគឺលោកបានទៅរស់នៅក្នុងប្រទេសកាណាដាដែលពេលនោះគឺលោកបម្រើការជាបុគ្គលិកផ្នែកលក់មួយរូបនៅក្នុងក្រុមហ៊ុនមួយនៅទីក្រុង Montreal ប្រទេសកាណាដាប៉ុន្តែជាអកុសលដោយសារតែក្រុមហ៊ុនមានវិបត្តិលោកក៏បានបាត់បង់ការងារគ្រប់យ៉ាងអស់រយៈពេល8ខែយ៉ាងណាមិញលោកមិនបោះបង់នោះទេគឺលោកបានប្រើប្រាស់ថវិកាដែលលោកបានសន្សំទាំងអស់ទៅបើកកូនតូបមួយដើម្បីរស់ស៊ីជា